បាទជំរាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងចូលមកលេង Cash Flow Game Online ទាំងអស់គ្នាហើយខ្ញុំនឹង walk through បងប្អូនទៅតាមជំហាននីមួយៗហើយយើងនឹងស្វែងយល់អំពីកាតនីមួយៗក៏ដូចជាតួនាទីរបស់វាទាំងអស់គ្នាអញ្ចឹងខ្ញុំចាប់ផ្ដើម choose អូខេដោយសារតែវាលឺសលេងខ្ញុំបិទលេងនេះបាទអញ្ចឹងយើងចាប់ផ្ដើម roll បងប្អូនត្រូវចាប់អារម្មណ៍ថានៅពេលកាលណាយើងចុច roll គឺសំដៅទៅលើរបៀបយើងត្រឡប់គ្រាប់ឡុកឡាក់អញ្ចឹងណាអញ្ចឹងនៅពេលដែលគ្រាប់ឡុកឡាក់ហ្នឹងចេញលទ្ធផលប្រមាណlet's say ថាវាចេញមកផ្នែក3អញ្ចឹងទៅយើងត្រូវដើរនេះអាយន្តហោះហ្នឹងមក3អីដែរទៅអញ្ចឹងនៅក្នុងនេះដោយសារវាជាម៉ាស៊ីនវានឹង automatically ដើរឲ្យយើងអញ្ចឹងនៅពេលដែលខ្ញុំ roll បងប្អូនឃើញទេវាចាប់ផ្ដើមដើរអូខេអញ្ចឹងមកកាតទី1របស់យើងកាតទី1នេះគេហៅថា deal opportunity និយាយឲ្យខ្លីគឺជាកាតមួយដែលអឺអឺអឺបង្ហាញអំពីឱកាសនៅក្នុងការបង្កើតលុយឬក៏ឱកាសណាមួយនៅក្នុងការរកស៊ីអីឲ្យយើងផ្សេងៗdeal opportunity នេះគឺគេបែងចែកចេញជា2ទៀតទី1ប្រភេទ small deal ទី2 big deal small deal mainly វាជាប្រភេទឱកាសឬក៏អឺអឺឱកាសតូចៗទាក់ទងទៅនឹងរបៀបយើងទិញ stock ឬក៏បាទទាក់ទងទៅនឹង deal opportunity នេះផងដែរគឺយើងត្រូវដឹងថាវាបានបែងចែកចេញជា2ទី1ប្រភេទ small deal ហើយនិងទី2 big deal និយាយឲ្យងាយបើយើងនិយាយឲ្យងាយស្រួលស្ដាប់ទៅsmall deal ហ្នឹងគឺទាក់ទងទៅនឹងឱកាសអាជីវកម្មតូចៗដែលយើងអាចចាប់ផ្ដើមដូចជាការទិញ stock អីជាដើមហើយសម្រាប់ big deal នេះទាក់ទងទៅនឹងឱកាសអាជីវកម្មធំៗដូចជាអឺទិញ real estate ទិញដីទិញ condo សម្រាប់ជួលសម្រាប់អីផ្សេងៗអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅក្នុងហ្នឹងតែម្ដងជម្រាបជូនបងប្អូនដែរទៅដល់ទាក់ទងកន្លែងនេះផងដែរចង់បញ្ជាក់ជូនបងប្អូនបន្តិចដែរថាជាទូទៅបើសិនជាលុយរបស់យើងនេះនៅក្នុងកុងយើងក្រោម5000យើងអាចជ្រើសរើស small deal ទៅប៉ុន្តែបើសិនជាក្នុងករណីយើងមានលុយនៅក្នុងដៃលើសពី$6000ឡើងទៅយើងអាចជ្រើសរើស big deal អញ្ចឹងមើលឡើងណាដឹងថាយើងមានលុយក្នុងដៃប៉ុន្មានឬក៏ចំនួនប៉ុណ្ណាអញ្ចឹងយើងអាច check កន្លែងនេះបានណាអញ្ចឹងឥឡូវហ្នឹង cash in hand របស់យើងមានតែ$400ទេអញ្ចឹងខ្ញុំជ្រើសរើស small អូខេអឺឥឡូវនេះគេថាគេមានខុនដូលក់មួយដែលមានបន្ទប់គេង2បន្ទប់ទឹក1BR នេះ bathroom BA គឺអឺ bedroom សុំទោសបងប្អូន2BR នេះគឺ bedroom ហើយ BA នេះគឺ bathroom អញ្ចឹងតម្លៃខុនដូហ្នឹងគឺតម្លៃពេញ$40000ហើយក្នុងមួយខែវាអាច generate income ឲ្យយើងបានចំនួន$220មានន័យថាបើយើងទិញទៅមានអ្នកជួលនៅនឹងស្រាប់ហើយគេបង្កើតជា passive income ឲ្យយើងបានចំនួនប៉ុណ្នេះdown payment សំដៅទៅលើមានន័យថាទោះបីជា condo ហ្នឹងតម្លៃ40000ក៏ដោយប៉ុន្តែយើងមានតែ$5000យើងបង់មុនសិនទៅអាហ្នឹងគឺយើងអាចក្លាយជាម្ចាស់កម្មសិទ្ធិហើយបន្តទៅមុខយើងអាចធ្វើការបង់មលួសឬក៏បង់ប្រគ្រប់អីទៅតាមក្រោយពីខ្ញុំអត់ទាន់ទិញទេដោយសារតែទោះបីយើងត្រូវបង់តែ5000ក៏ដោយប៉ុន្តែ cash in hand របស់យើងមានតែ$400ទេហើយនៅពេលដែល payday អីផ្សេងៗយើងឃើញថាចំណូលរបស់យើងត្រឹម$1730វាដូចជាអត់ទាន់អាច support បានទេព្រោះកាលណាយើងខ្ចីគេមកប្រគ្រប់$5000នេះយើងនឹងត្រូវ take loan ហើយ take loan យើងត្រូវបង់លុយការអញ្ចឹងបង់លុយការនេះ$500អញ្ចឹងខ្ញុំគិតថាវាអត់ worth investment ទេខ្ញុំអាចទុកទៅសិនទៅអូសំទោសខ្ញុំយក pass នេះអញ្ចឹងខ្ញុំចាប់ផ្ដើម roll ទៅទៀតអូខេយើងមកស្គាល់កាតមួយទៀតកាតដែលមានរូបមនុស្សសែង credit card នេះគឺជាប្រភេទកាតមួយដែលគេហៅថា due date ការ due date គឺសំដៅទៅលើព្រឹត្តិការណ៍ណាមួយដែលតម្រូវឲ្យយើងចាយលុយដោយខានបំបានឧទាហរណ៍ថាយើងចៃដន្យអីជិះឡានទៅឡានខូចត្រូវដូរសំបកកង់អឺយើងត្រូវទៅប៉ះធ្មេញយើងត្រូវ shopping ទិញរបស់របរឬក៏មើលកុនមើលអីចឹងណាអញ្ចឹងវា game ហ្នឹង design មកធ្វើម៉េចគឺវា align ជាមួយនឹងអីដែលជា practice នៅក្នុងជីវិតរបស់យើងផ្ទាល់អញ្ចឹងនៅក្នុងនេះគេថាអឺយើងទៅកន្លែង air show មួយហើយតម្រូវឲ្យយើង pay លុយ$120អញ្ចឹងយើង pay 120អញ្ចឹងនៅពេលដែលយើង pay 120វាចាប់ផ្ដើមដកចេញពីកុងរបស់យើងកន្លែងនេះបញ្ជាក់ជូនបងប្អូនបន្តិចបងប្អូនអាចនឹងឆ្ងល់ថាបងមិញនេះលុយក្នុងកុងខ្ញុំឃើញតែ$400តើប៉ុន្តែឥឡូវមិនក៏ឡើងដល់2000អានេះដោយសារអញ្ចេះបងប្អូនត្រូវដឹងថានៅពេលកាលណាដែលយើង roll កាលណាយើង roll ចំកាតពណ៌លឿងនេះវាមាន3កន្លែងនេះទោះបីជាចំក៏ដោយឬក៏ម្លងក៏ដោយ
លុយដែលត្រូវបើកប្រចាំខែពី income របស់យើងនេះវានឹងរត់ចូលកុងរបស់យើង automatically អញ្ចឹងអា payday ហ្នឹងមានសំដៅទៅលើថ្ងៃបើកប្រាក់ខែអញ្ចឹងបងប្អូនត្រូវចាំថាទោះបីជាយើងដើរចំអាហ្នឹងឬក៏ម្លងអាហ្នឹងមានន័យថាយើងនឹងបើកប្រាក់ខែម្ដងអញ្ចឹងលុយនឹង add ចូលនៅក្នុងកុងរបស់យើង automatically នៅក្នុង financial statement បាទអូខេអញ្ចឹងយើងតទៅមុខទៀតអូខេចំ deal opportunity ទៀតហើយឱកាស make business ប៉ុន្តែនៅក្នុងនេះវាដូចជាអត់មានអី align ជាមួយនឹង current situation របស់យើងឥឡូវទេអញ្ចឹងយើង roll ទៀតអូខេអញ្ចឹងវាចំ do that ទៀតហើយដូចបញ្យល់ជូនបងប្អូនអញ្ចឹងថាវាជាព្រឹត្តិការណ៍ណាមួយដែលតម្រូវឲ្យយើងចាយលុយដោយខានបំផានអញ្ចឹងព្រឹត្តិការណ៍នេះយើងអត់អានេះគេដាក់ថា couldn't resist new painting by local artist យើងទិញតាក់ទងទៅនឹងគំនូរឬក៏សិល្បៈអីមួយដែលអ្នកនៅក្នុងសហគមន៍ហ្នឹងគាត់ធ្វើអញ្ចឹងយើងគ្រាន់តែទិញអា painting របស់គាត់ហ្នឹងអស់$200ទៀតអូខេអញ្ចឹងទិញនិយាយទៅហ្គេមហ្នឹងវាព្យាយាមធ្វើម៉េចនៅពេលដែលយើងដើរចំអា do that ហ្នឹងវានឹងទាញយកលុយរបស់យើងនិយាយទៅវានឹងធ្វើឲ្យយើងចិត្តត្រូវចំណាយលុយអញ្ចឹងកាលណាយើងចំណាយលុយវាធ្វើឲ្យលុយរបស់យើងចាប់ផ្ដើមវាអត់ក្នុងកុងហ្នឹងវាចាប់ផ្ដើម decrease ហើយវាបាត់បង់ឱកាសនៅក្នុងការ make investment អូខេខ្ញុំ roll ទៀតអូខេអញ្ចឹងដូចជម្រាបជូនបងប្អូនអញ្ចឹងថាពណ៌លឿងនេះគឺ payday អញ្ចឹងនៅពេលដែលវាចំកន្លែងនេះប្រាក់ប្រចាំខែដែលយើងត្រូវទទួលបាននេះ total income ហ្នឹងវានឹងចូលមកក្នុងកុងរបស់យើងអញ្ចឹងឥឡូវបងប្អូនឃើញទេវាឡើងដល់5000ប៉ុន្តែចំនួនចូលសួរថាចូល4600នឹងគត់ឬក៏យ៉ាងណានេះវាចូលចំនួននេះរៀងរាល់ payday វានឹងចូលប៉ុណ្ណេះដោយសារតែវាធ្វើកាត់ចំណាយប៉ុណ្ណេះនេះអាចំណាយនេះបាទអូខេយើងមកស្គាល់កាតមួយទៀតកាតនេះគេហៅថា market card market card ហ្នឹងសំដៅទៅលើវាប្រភេទ opportunity មួយដែរប៉ុន្តែ mainly នៅពេលដែលយើងលេងម្នាក់ឯងអញ្ចឹងវាអត់សូវមានអឺអាអារបៀបថាយើងទិញ real estate យើងទិញ condo អីផ្សេងៗដែលយើងអាចដោះដូរលក់ឬក៏ជជែកជាមួយនឹងអ្នកលេងជាមួយយើងបានអញ្ចឹងណាអញ្ចឹងអា market space នេះតើតើយើងលេងជាក្រុមអាហ្នឹងភាគច្រើននៅពេលដែលយើងលេងជាក្រុមអញ្ចឹងទៅខ្ញុំអាចសួរទៅដៃគូខ្ញុំថាឥឡូវហ្នឹងមានគេមកចង់ទិញplace ឬក៏ condo អីយើងមានអាហ្នឹងដើម្បីលក់អីអត់ហើយ make profit ទាំងអស់គ្នាអញ្ចឹងណាអញ្ចឹងដោយសារខ្ញុំលេងម្នាក់ឯងវាអត់មានអា function ហ្នឹងទេអញ្ចឹងខ្ញុំ add ខ្ញុំ move ទៅទៀតអូខេចំ deal opportunity ទៀតហើយអញ្ចឹងខ្ញុំយក small ដដែលនេះគេដាក់ថាមិត្តភ័ក្តិត្រូវការខ្ចីលុយបន្ទាន់អញ្ចឹងគាត់ត្រូវការ$3000នេះតែគាត់ខ្ចីមកហ្នឹងអត់មានការអីទេបើយើងមានក៏អាចឲ្យគេខ្ចីអីចឹងទៅប៉ុន្តែកន្លែងនេះពីខ្ញុំអត់ទាន់ឲ្យគាត់ខ្ចីទេដោយសារតែទី1លុយរបស់ខ្ញុំតិចដែរហើយមួយទៀតកាលណាដែលខ្ញុំឲ្យគាត់ខ្ចីទៅវាអាចធ្វើឲ្យខ្ញុំបាត់បង់ឱកាសនៅពេលដែលមាន opportunity ល្អណាមួយចូលមកដល់ដែលខ្ញុំអាច make investment បានអញ្ចឹងខ្ញុំ pass អូខេdeal opportunity ទៀតហើយខ្ញុំយក small ទៀតអឺនេះគេដាក់ថាមានដីអឺប្រភេទដី 10A បើខ្ញុំអត់ខុសទេគេដាក់ថា10 agricultural land អញ្ចឹងប្រភេទដីហ្នឹងតម្លៃ$5000អញ្ចឹងបើខ្ញុំទិញអឺខ្ញុំត្រូវ payment 5000ហ្មងហើយវាអត់មានជា return on investment អីទេខ្ញុំអត់ទិញទេដោយសារតែខ្ញុំចង់ save លុយខ្ញុំសិនព្រោះលុយខ្ញុំមានតែ5000ជាងតិចតួចទេអូខេចំ market space ទៀតហើយប៉ុន្តែយើងអត់មានអីលក់ទេចរចាទេចឹងយើងទៅទៀតអូខេ deal mutual fund mutual fund នេះអាចនិយាយបានថាវាដូចរបៀប stock ដែរជា stock របស់ក្រុមហ៊ុនអីមួយចឹងទៅហើយតម្លៃក្នុងមួយហ៊ុនតម្លៃវា$40ប៉ុន្តែកន្លែងនេះវាបញ្ជាក់ដែរថាតើយើងគួរតែទិញអត់កន្លែងនេះបើសិនជាយើងទិញទៅប្រភេទ stock ហ្នឹងវាអត់ generate ជា cash flow ឲ្យយើងទេ cash flow ហ្នឹងសំដៅទៅលើប្រាក់ចំណេញប្រចាំខែដែលគេឲ្យយើង let's say ថាបើសិនជាក្នុងករណីយើងមានបន្ទប់ជួលឲ្យគេក្នុងមួយខែគេ pay ឲ្យយើង50ឬ100ប្រចាំខែអញ្ចឹងទៅអញ្ចឹងអាហ្នឹងគេហៅថា cash flow អញ្ចឹងstock ហ្នឹងវាអត់មាន cash flow ទេហើយ trading range របស់វាហ្នឹងបើសិនជាយើងទិញនៅពេលឥឡូវហ្នឹងថ្ងៃអនាគតទៅតម្លៃវា range វាចន្លោះពី10ទៅ30អញ្ចឹងច្បាស់ហ្មង100%គឺខ្ញុំអត់ទិញទេព្រោះបើទិញខ្ញុំខាតទេអញ្ចឹងខ្ញុំ pass អូខេ do that ទៀតហើយអញ្ចឹង do that ដូចបញ្ជាក់ជូនបងប្អូនអញ្ចឹងថាវាជាព្រឹត្តិការណ៍ដែលត្រូវដកលុយយើង
ចឹងគេន័យថា must have sunglasses ទិញវ៉ែនតាថ្មីកាលពីកម្ដៅថ្ងៃចឹងត្រូវចាយ80 រៀលទៀតហើយចឹង pay តិចទៀតអូខេយើងមកស្គាល់function ថ្មីរបស់យើងមួយទៀតគឺតាក់ទងទៅនឹងnew baby អញ្ចឹងនៅពេលដែលឡុកឡាក់របស់យើងយន្តហោះយើងដើរមកចំកន្លែងរូបកូនក្មេងនេះមានន័យថាយើងនឹងត្រូវមានកូនហើយអញ្ចឹងកាលណាមានកូនយើងត្រូវចំណាយexpense របស់យើងហ្នឹងណាexpense ប្រចាំខែរបស់យើងហ្នឹងនឹង increase ហើយអញ្ចឹងក្នុងនេះគេដាក់ថាក្នុងមួយខែគេនឹងយើងនឹងត្រូវចាយទៅលើកូនរបស់យើងហ្នឹង$240អញ្ចឹងយើងអូខេចឹងបងប្អូនចង់ដឹងយើងអាចមើលឡើងនេះទៅនេះ child expense នេះ add មក240ទៀតហើយអញ្ចឹងវាធ្វើម៉េចវា impact ទៅលើអីវា impact ទៅលើ income របស់យើងអញ្ចឹងចំណាយរបស់យើងចាប់ផ្ដើមកើនរាល់ payday របស់យើងនេះវាត្រូវធ្លាក់ចុះហើយអញ្ចឹងយើងធ្វើម៉េចត្រូវតែព្យាយាមប្រើប្រាស់ IQ របស់យើងដើម្បី make investment ឬក៏ប្រើប្រាស់រកឱកាសរកស៊ីអីមួយដើម្បីបង្កើតលុយអូខេអញ្ចឹងខ្ញុំយក small ទៀតអូខេយើងឃើញថាមានឱកាសល្អមួយឥឡូវហ្នឹងគេមានផ្ទះមួយលក់ទៀតហើយបន្ទប់គេង3បន្ទប់ទឹក2ហើយតម្លៃវាពេញ65000ហើយក្នុងមួយខែបើយើងទិញផ្ទះហ្នឹងវាមានអ្នកជួលស្រាប់ដែលយើងអាចបង្កើតបានប្រាក់ចំណូល160ហើយយើងបង់មុនតែ5000ទៀតអត់ចាំបាច់បង់60000ជាងទេអញ្ចឹងខ្ញុំត្រូវតែទិញហើយអូខេអញ្ចឹងបងប្អូនមើលកន្លែងនេះវាជា status passive income របស់យើងអញ្ចឹងមិញនេះនៅពេលដែលខ្ញុំទិញអាផ្ទះហ្នឹងណាវានឹងរត់ចូលនៅក្នុង cloud asset អញ្ចឹងឲ្យនិយមន័យ asset វាគឺជាទ្រព្យវាជួយបង្កើនទៅលើប្រាក់ចំណូលរបស់យើងបាទអញ្ចឹងនេះមួយខែវាជួយ add ទៅលើប្រាក់ចំណូលរបស់យើង$160អញ្ចឹងនៅពេលដែល passive income នេះយើងបង្កើតបាន passive income រហូតដល់ពេញអានេះហ្នឹងយើងអាចរត់ចេញពីទីលានប៉ុណ្ណឹងកណ្ដុរបានហើយអូខេចំ deal opportunity ទៀតហើយអឺគេដាក់ថា start a company part time បង្កើតក្រុមហ៊ុនមួយនៅពេលក្រៅពីការធ្វើការងារធំៗរបស់យើងឬក៏ main work របស់យើងអញ្ចឹងដើម្បីបង្កើតក្រុមហ៊ុនហ្នឹងគេថាយើងត្រូវចំណាយទុន$5000ហើយបច្ចុប្បន្នបង្កើតភ្លាមហ្នឹងវាអត់មានបង្កើតជា cash flow អីទេហើយត្រូវបង់5000ខ្ញុំអត់ទាន់ចង់ចាយលុយទេហើយណាមួយលុយខ្ញុំអត់គ្រប់ដែរកាលណាបើខ្ញុំចង់ invest ទៅលើហ្នឹងគឺខ្ញុំនឹងត្រូវ pay លុយហើយ pay ទៅលើការប្រាក់ដើម្បីយកមកប្រគ្រប់អញ្ចឹងខ្ញុំសុខចិត្តទុកលុយហ្នឹងដើម្បីទៅទិញ stock វិញអូខេអញ្ចឹងចំនេះថ្ងៃបើកប្រាក់ខែលុយនឹងរត់ចូលកុងរបស់យើង automatic អូខេdeal opportunity ទៀតហើយបាទឥឡូវយើងមកស្គាល់ function នេះអានេះវាdeal opportunity ទៀតហើយប៉ុន្តែគេដាក់ថាឥឡូវហ្នឹងមានគេលក់ stock មួយដែលមានឈ្មោះថា MYT4U Electronic ហើយ stock ហ្នឹងមួយ share ឬក៏មួយហ៊ុនហ្នឹងតម្លៃ$5ប៉ុន្តែបើសិនជាយើងទិញហ៊ុនហ្នឹងថ្ងៃអនាគតទៅតម្លៃវាអាចកើនចន្លោះពី$5ទៅ30អញ្ចឹងខ្ញុំនឹងទិញហ៊ុនហ្នឹងខ្ញុំចង់វិនិយោគទៅលើវា$5ឥឡូវនេះ let's say ថាខ្ញុំចង់ទិញ200មើលអស់ប៉ុន្មានអស់តែ1000ទេអញ្ចឹងខ្ញុំទិញ400ចុះព្រោះខ្ញុំទិញហ្នឹងដើម្បីអីដើម្បីទិញទុកវាឡើងថ្លៃ400ក៏នៅតែនេះណូអញ្ចឹងដាក់6មើលនៅពេលដែលវាឡើងថ្លៃវាជួយបង្កើនទៅលើ capital របស់យើងអញ្ចឹងនៅពេលដែល capital យើងច្រើនយើងអាចយកទៅលក់វិញយើងមានលុយហ្នឹងយកទៅវិនិយោគជាមួយនឹងbusiness ធំៗដូចជា real estate អីផ្សេងៗអញ្ចឹងណាអូខេខ្ញុំ roll ទៀតអូខេចំ deal opportunity ទៀតហើយអឺអានេះប្រភេទ certificate of deposit អញ្ចឹងបើសិនជាយើងទិញអា certificate ហ្នឹងតម្លៃវា14000ហើយក្នុងមួយខែវាអាច generate ឲ្យយើងបាន$20ដែរតែខ្ញុំគិតថាខ្ញុំអត់ទាន់ចង់ទិញទេខ្ញុំ pass សិនខ្ញុំ roll ទៀតចំ market តែយើងអត់មានអីអាចដោះដូរឬក៏ទៅលក់ទេចាំថ្ងៃបើកប្រាក់ខែទៅទៀតអូខេចំ deal opportunity អញ្ចឹងខ្ញុំយក small ប្រភេទ stock ON to you entertainment មួយ share តម្លៃ40អត់មាន cash flow បើទិញហើយលក់វិញថ្ងៃមុខបើយើងធ្វើ analytic អីផ្សេងៗណាតម្លៃវាត្រឹម10ទៅ30ទេអញ្ចឹងខ្ញុំអត់ទិញទេខ្ញុំ pass ព្រោះបើទិញខ្ញុំខាតទេ